ព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គទ្រង់បានត្រាស់ប្រកាសសម្ដែងថាជីវិតមនុស្សទាំងឡាយដែលបានកើតមកនៅក្នុងចតុឱគាជនាលោកីយ៍យើងនេះសុទ្ធសឹងតែប្រកបទៅដោយសមញ្ញលក្ខណៈធម៌ទាំងឡាយ3ប្រការទី1គឺទុក្ខំជាទុក្ខទី2អនិច្ចំមិនទៀងនិងទី3អនត្តាមិនមែនខ្លួនហើយធម៌នេះទៀតសោតគឺមិនមែនរបស់អ្នកស្រុកតែមួយទេមិនមែនរបស់អ្នកនិគមតែមួយក៏ទេគោលថាជារបស់នរណាម្នាក់ផ្ដាច់មុខក៏មិនមែនដែរធម៌នេះគឺជាធម៌របស់ប្អិនមាព្រំទេវតាមនុស្សសត្វទាំងឡាយគ្រប់រូបសូម្បីតែតួអង្គព្រះសម្មាសម្ពុទ្ធដែលជាសាស្ត្រាចារ្យរបស់មនុស្សនិងទេវតាទាំងឡាយនោះក៏ព្រះអង្គស្ថិតនៅក្នុងធម៌ទាំង3នេះដែរនៅក្រោមអំណាចនៃធម៌ទាំង3នេះដែរបាទសូមជម្រាបសួរបងប្អូនទាំងឡាយជាទីស្រឡាញ់រាប់អានពីខ្ញុំបាទសឹមសុខានៅក្នុងថ្ងៃនេះខ្ញុំបាទសូមចូលមកចែករំលែកនៅយោបល់ខ្លះពាក់ព័ន្ធជាមួយនឹងនៅពេលដែលមាននរណាម្នាក់សាច់ញាតិណាមួយឬក៏បុគ្គលណាមួយដែលគាត់chếtស្លាប់រៀបដាច់ខ្យល់ស្លាប់បាទអញ្ចឹងតើយើងគួរធ្វើអ្វីខ្លះហើយយើងមិនគួរធ្វើអ្វីខ្លះបាទអញ្ចឹងរឿងនេះសិតតែម្នាក់សុទ្ធតែធ្លាប់មានបទពិសោធន៍រួចមកហើយមិនថាបងប្អូនអ្នកដែលកំពុងតែមើលនេះឬក៏ដូចជាខ្ញុំបាទផ្ទាល់សុទ្ធតែធ្លាប់ឆ្លងកាត់តើឆ្លងកាត់នៅអ្វីអញ្ចឹងម្នាក់សុទ្ធតែមានសាច់ញាតិធ្លាប់ស្លាប់មែនអត់អ្នកមើលក៏អញ្ចឹងដែរអ្នកដែលកំពុងតែមើលខ្ញុំបាទនេះធ្លាប់មានញាតិស្លាប់ធ្លាប់មានបងស្លាប់ធ្លាប់មានប្អូនស្លាប់ធ្លាប់មានជីតាស្លាប់ធ្លាប់មានយាយស្លាប់ដូចតែខ្ញុំចឹងដែរបាទខ្ញុំក៏ធ្លាប់មានម្ដាយស្លាប់ធ្លាប់មានជីតាធ្លាប់មានជីដូនបាទធ្លាប់មានបងមានអីចឹងទៅចឹងបានន័យថាមនុស្សម្នាក់នោះណាសិតតែទទួលយកនៅបទពិសោធន៍ទាំងនេះដោយមិនអាចកិច្ចវាជៀសឲ្យផុតបានឡើយអញ្ចឹងហើយបានយើងចង់និយាយថានៅពេលដែលមាននរណាម្នាក់គាត់ចិត្តស្លាប់គាត់ត្រដរខ្យល់បានន័យថាខ្យល់អាសាសៈបាសាសៈរបស់គាត់ចិត្តដកចេញអំពីរូបរាងកាយសម្បកកាយនេះទៅហើយនោះតើអ្វីដែលយើងគួរធ្វើនិងអ្វីដែលយើងមិនគួរធ្វើបាទអញ្ចឹងយើងស្ដាប់កន្លែងដែលយើងគួរតែធ្វើសិនចាស់នៅពេលដែលមានមនុស្សចិត្តស្លាប់ឬក៏មនុស្សឈឺបាទអញ្ចឹងរឿងទី1ដែលយើងត្រូវធ្វើគឺគប្បីរៀបចំធ្វើពិធីសូត្រធម៌គឺសូត្រធម៌នមស្ការព្រះរតនត្រ័យហ្នឹងឬក៏សូត្រចម្រើនព្រះបរិត្តអីជាដើមចឹងទៅឬក៏សូត្រធម៌មួយគេហៅថាសូត្រធម៌កវដាចឹងទៅបាទហ្នឹងហើយសូត្រហ្នឹងគឺសូត្រនៅពេលណាសូត្រនៅពេលដែលមានមនុស្សកំពុងតែឈឺបាទអញ្ចឹងជាទូទៅគេច្រើនតែធ្វើពិធីសូត្រធម៌ឲ្យមនុស្សឈឺស្ដាប់នេះគឺច្រើនតែធ្វើនៅពេលល្ងាចបាទពេលល្ងាចពេលដែលព្រះសូរិយាអស់ស្ដងគត់ទៅហ្នឹងណាគឺមានភាពត្រជាក់ស្រួលសូត្រស្រួលអង្គុយស្រួលអីចឹងទៅបាទអញ្ចឹងគឺគេច្រើនតែធ្វើនៅពេលហ្នឹងទៅរកមកបត់ព្រះពុទ្ធរូបដែលគេបត់ណាព្រះពុទ្ធរូបគូដាក់លើកណាត់ណាយកមកដាក់ទៅបាទដាក់នៅពីលើក្បាលដំណេកអ្នកឈឺនឹងក៏បានហើយបើល្អបំផុតគឺអាចចងពីលើក៏បានដែរបានន័យថាមនុស្សឈឺដេកផ្ងាអញ្ចឹងទៅគាត់
មើលទៅគាត់ឃើញរូបព្រះពុទ្ធរូបអីហ្នឹងទៅក៏កើតទៅជាធម្មសញ្ញាបាទកើតទៅជាណាពុទ្ធគុណធម្មគុណសង្ឃគុណនៅជាដើមចឹងទៅហ្នឹងហើយឲ្យគាត់មើលទៅឃើញដិតអារម្មណ៍ជាមួយនឹងរូបព្រះពុទ្ធហ្នឹងហើយក៏រៀបចំពិធីសូត្រធម៌សូត្រអីទៅឲ្យបានជាធម្មគុណហើយមួយវិញទៀតនោះក៏គាត់បីនិមន្តព្រះសង្ឃមកសូត្រដែរមកសមាទានសិលចឹងទៅហ្នឹងហើយមួយអង្គក្តីពីរអង្គក្តីណាពេលហ្នឹងឲ្យបានទៅជារតនត្រ័យទាំង3ហ្នឹងឲ្យគាត់បានឃើញប្រจักษ์នឹងភ្នែករបស់គាត់តែគាត់កំពុងតែមើលឃើញនៅឡើយហ្នឹងណាគាត់កំពុងតែទទួលដឹងទទួលឮណាបាទធ្វើនៅពេលហ្នឹងហើយមួយទៀតប្រសិនបើយើងអត់មានជាព្រះពុទ្ធរូបទេអញ្ចឹងគឺកណាត់ពណ៌សហ្នឹងប៉ុន្តែយកអាកណាត់ណាដែរសក្បោះសសុតហ្នឹងហើយកុំឲ្យមានបតាបលៈបលៈឧបនួអីចូលឲ្យគាត់ឃើញឲ្យគាត់ពិចារណាឲ្យគាត់ធ្វើចិត្តហ្នឹងឲ្យស្អាតបរិសុទ្ធឲ្យដូចជាកណាត់សចឹងទៅបាទនេះទី1ហ្នឹងគឺជារឿងដែលយើងត្រូវធ្វើហើយបន្ទាប់ទី2នោះរឿងដែលយើងត្រូវធ្វើដែរហ្នឹងគឺសង្ឃទានហ្នឹងហើយសង្ឃទានបាទធ្វើមកព្រឹកហ្នឹងទៅបាទនិមន្តព្រះសង្ឃមួយអង្គក្តីពីរអង្គក្តីតាមលទ្ធភាពតាមសមាអាជីវៈរបស់យើងទៅបាទតាមលទ្ធភាពដើម្បីឲ្យគាត់សម្គាល់នៅបុណ្យនៅកុសលមានកិច្ចជាសង្ឃទានជាដើមនេះថាជារបស់គាត់ហើយគាត់នឹកឃើញនៅបុណ្យនៅកុសលហ្នឹងចាំទៅណាបាទអាហ្នឹងហើយគឺជារឿងខ្លះដែលយើងគួរតែធ្វើចុះរឿងដែលយើងមិនគួរធ្វើវិញរឿងដែលយើងមិនគួរធ្វើវិញតើរឿងអីខ្លះបញ្ហាធំជាងគេគឺណែហិរណាំងវាសោកោវាយាវញ្ញប្រទេវនានោះការយំការសោកការសៅអីជាដើមហ្នឹងឲ្យគាត់ឃើញអញ្ចឹងវាអត់ល្អទេដូចជាយើងបានឃើញនៅក្នុងបណ្ដាញសង្គមជាទូទៅខ្លះមកដែរនៅពេលដែលមានមនុស្សណាគាត់ចិត្តស្លាប់គាត់កំពុងតែត្រដោកខ្យល់អញ្ចឹងណាស្រាប់តែមានកូនចៅគាត់ទៅហៅយាយអើយយាយតាអើយតាស្គាល់ចៅដែរយាយស្គាល់ចៅដែរតានេះចៅមកហើយបាទតែចាប់ដៃអង្រុនជើងរបស់គាត់ហើយជួនកាលភ្នែករបស់គាត់ហ្នឹងមើលបិទអញ្ចឹងក៏ទៅបើកភ្នែកគាត់ឲ្យខំមើលមុខខ្លួនឯងជាកូនជាចៅអីចឹងទៅហ្នឹងហើយអញ្ចឹងអាហ្នឹងគឺជារឿងដែលយើងមិនគួរធ្វើទេវាធម្មតាទេប្រសិនបើមាននរណាម្នាក់គាត់ចិត្តរៀបចំធ្វើដំណើរទៅកាន់លោកខាងមុខអញ្ចឹងក្នុងនាមយើងជាសាច់ញាតិជាកូនជាចៅនោះវាតែងតែមាននៅការយំសោកហ្នឹងវាជាមិនបានទេបាទប៉ុន្តែយើងគួរតែសង្កត់ចិត្តនៅកន្លែងហ្នឹងបន្តិចចង់យំចង់អីទៅយំនៅខាងក្រោមទៅឬក៏យំឲ្យឆ្ងាយទៅកុំឲ្យគាត់ឮបាទចាំមើលគាត់ធ្វើដំណើរទៅផុតអញ្ចឹងទៅក៏ស្រែកយំស្រែកអីតាមនងទៀតទៅប៉ុន្តែអ្វីដែលសំខាន់ហ្នឹងគឺកុំឲ្យគាត់ឮនៅក្នុងពេលដែលគាត់កំពុងតែចាប់យកនៅភពមួយទៀតរៀបចំចាប់យកនៅភពមួយទៀតបាទដូចជាដង្កូវបាក់ខ្នងអញ្ចឹងណាដូចជាដង្កូវបាក់ខ្នងអញ្ចឹងដង្កូវបាក់ខ្នងមុននឹងប្រឡែងជើងក្រោយទៅតតែជើងមុខនោះតោងជាប់នៅអ្វីមួយដែលអាចធ្វើដំណើរទៅបានទៀតទើបហ៊ានប្រឡែងជើងក្រោយហើយដល់ទៅពេលមានអ្វីមួយមករំខានដំណើរហ្នឹងទៅ
វាអាចមានបញ្ហាយ៉ាងណាមិញចំពោះមនុស្សដែលចិត្តស្លាប់អញ្ចឹងភវាំងកចិត្តរបស់គាត់ហ្នឹងកំពុងតែស្វែងរកនៅអំពើដែលគាត់បានធ្វើជួនកាលទៅគាត់កំពុងតែស្វែងរកបុណ្យរកកុសលរបស់គាត់ថាតើពីមុនមកគាត់ធ្លាប់ធ្វើបុណ្យនៅណាខ្លះគាត់ធ្លាប់ទៅស្ដាប់លោកទេសនៅណាខ្លះគាត់ស្ដាប់ធ្វើគាត់ធ្លាប់ធ្វើអីចឹងទៅគាត់នឹកឃើញណាដល់តែពេលយើងទៅហៅទៅស្រែកទៅអីចឹងទៅអង្រុនគាត់អញ្ចឹងទៅវាបណ្ដាលឲ្យគាត់នឹងនឹកលែងឃើញរឿងបុណ្យរឿងកុសលវាបែរទៅជានឹកឃើញរឿងកូនចៅហ្នឹងដល់វាអត់បានការអីទេនៅពេលដែលគាត់ស្លាប់បាត់បង់ជីវិតទៅប្រសិនបើគាត់នឹករលឹកនៅកូនចៅរបស់គាត់ហ្នឹងគាត់នឹងទៅកើតជាប្រេតជារាជឆានចឹងទៅអត់រួចខ្លួនទេអញ្ចឹងហើយបានថាអ្វីដែលគួរធ្វើពេលដែលគាត់ជិតស្លាប់នោះសូត្រធម៌ឲ្យគាត់ឮទៅបាទអាហ្នឹងល្អវិញពីព្រោះថាដំណើរអ្នកដែលជិតស្លាប់ហ្នឹងគឺដូចជាអ្នកដែលកំពុងតែឆ្លងស្ពានអាស័យតូចមួយដើមអញ្ចឹងណាហ៊ានតែកន្លាច់ជើងភ្លុងហើយបាទកន្លាច់ជើងភ្លុងហើយអញ្ចឹងហើយពេលដែលគាត់កំពុងតែរៀបចំធ្វើដំណើរទៅហ្នឹងសូមឲ្យមានការស្ងប់ស្ងាត់ល្អដើម្បីកុំឲ្យអារម្មណ៍របស់គាត់ហ្នឹងវង្វេងវង្វាន់ណែអញ្ចឹងគិតមកដល់ទ្រព្យសម្បត្តិគិតមកដល់ប្រពន្ធកូននៅជាដើមទៅអញ្ចឹងនៅពេលដែលគាត់ស្លាប់ទៅគឺប្រកាសជាទៅកើតនៅក្នុងទុគតិមានអបាយភូមិទាំងឡាយ4នរកប្រេតដែលឆានអសុរកាយជាដើមហើយបាទហ្នឹងគឺជារឿងដែលយើងមិនគួរធ្វើទេនៅពេលដែលមានមនុស្សណាម្នាក់ស្លាប់នោះអញ្ចឹងសូមសារបានឡើងមកវិញបន្តិចថាអ្វីដែលយើងគួរតែធ្វើគឺរៀបចំសូត្រធម៌ឬក៏និមន្តព្រះសង្ឃចម្រើនព្រះបរិត្តហើយធ្វើពិធីសង្ឃទានជូនគាត់ទៅបាទហើយជាពិសេសគឺនៅពេលដែលគាត់ចិត្តដាច់ខ្យល់ហ្នឹងហើយអញ្ចឹងគឺពេលហ្នឹងកុំឲ្យគាត់មានអារម្មណ៍ណាមួយជាប់ជំពាក់ជាមួយកូនចៅអីបាទហ្នឹងហើយពីព្រោះចេតនាចិត្តស្លាប់នេះគឺសំខាន់ណាស់ជួនកាលបុណ្យទានអីដែលយើងខំធ្វើយើងរនឹកមិនឃើញទេនឹកមិនឃើញតែហ្មងដោយសារអីដោយសារតែកូនចៅនៅក្បែរឮតែសំឡេងយំឮតែសំឡេងខ្សឹបខ្សួលអួលអាក់អញ្ចឹងទៅអារម្មណ៍របស់គាត់ហ្នឹងគឺនៅជាមួយកូននឹងឯងស្លាប់ដាច់ខ្យល់ម៉ាត់ទៅកើតជាប្រេតបើមិនទៅជាប្រេតទៅជាទេរិឆានតែប៉ុណ្ណោះហ្នឹងហើយបាទអញ្ចឹងអ្វីដែលខ្ញុំបាទនិយាយមកនេះគឺមានតែប៉ុណ្ណឹងទេតែប៉ុន្តែមានច្រើនតទៅទៀតប៉ុន្តែសូមនិយាយប៉ុណ្ណឹងទៅចុះបាទនិយាយច្រើនពេកវាអាចភ្លេចស្ដាប់អ៊ីមុខភ្លេចអ៊ីខូយអញ្ចឹងណាហ្នឹងហើយអញ្ចឹងមានតែប៉ុណ្ណឹងទេបាទពិចារណាតាមការគួរអញ្ចឹងនៅពេលនេះខ្ញុំបាទសូមជម្រាបលាវិញហើយបាទ